បាទជំរាបសួរបងប្អូនមកដល់ពេលនេះម៉ោងនេះប្រហែលជា15នាទីឬ20នាទីមុននេះឃើញថាថៃបានប្រកាសជាឯកតោភាគីបាទបិទព្រំដែនមានន័យថាការសម្រេចចិត្តអត្តនោម័តដោយមិនមានការព្រមព្រៀងគឺมันបានធ្វើសេចក្តីជូនដំណឹងដល់ខាងភាគីកម្ពុជាទេសម្រាប់បិទព្រំដែនរបស់ខ្លួនតែម្ដងតាមប្រភពព័ត៌មានដែលខ្ញុំតាមដានពីការ live ផ្ទាល់របស់គណៈរដ្ឋមន្ត្រីរបស់ថៃឬក៏ការធ្វើសន្និសីទសារព័ត៌មានបាទសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃបន្ទាប់ពីបរាជ័យក្នុងការជួបចរចានៅខេត្តស្រះកែវរវាងកងកម្លាំងកម្ពុជាជាមួយនឹងកងកម្លាំងរបស់ថៃពលគឺរដ្ឋមន្ត្រីទាំងពីរប្រទេសបានជួបគ្នាគឺយើងឃើញថាបរាជ័យដោយសារតែភាគីទាំងសងខាងដណ្ដើមគ្នាដេកកដាលខាងថៃចង់ឲ្យយើងដក200ម៉ែត្រចេញពីព្រំដែនកន្លែងឈរជើងចាស់របស់យើងហើយយើងក៏អះអាងមិនយល់ព្រមតាមសំណើរបស់ភាគីថៃដូច្នេះតាមដែលខ្ញុំស្ដាប់ព័ត៌មានផ្សាយមកបាញ់មិញដែលភាគីរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានអះអាងថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចដាក់ពាក្យប្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិដែលហៅកាត់ថា ICJ វាជាសិទ្ធិរបស់ប្រទេសកម្ពុជាបាទគេអះអាងអញ្ចឹងណាគេថាការប្តឹងឡើងទៅតុលាការយុត្តិធម៌អន្តរជាតិនេះជាសិទ្ធិរបស់ប្រទេសកម្ពុជាគេមិនទូមនាស់ទេក៏ប៉ុន្តែគណៈរដ្ឋមន្ត្រីឬក៏សភារបស់ថៃគេព្យាយាមរុញស្ថានភាពនេះដើម្បីគៀបសង្កត់ការដាក់ពាក្យប្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិណាចិត្តរបស់គេអារម្មណ៍របស់គេនិយាយធម្មតាថាគេមិនខ្លាចទេអានឹងវាជាសិទ្ធិរបស់កម្ពុជាក្នុងការដាក់ពាក្យប្តឹងទៅអង្គការយុត្តិធម៌អន្តរជាតិអីហ្នឹងគេថាធ្វើទៅអានឹងរឿងរបស់កម្ពុជាគេអត់មានទៅតោមនោះជាមួយយើងទេប៉ុន្តែអ្វីដែលគេធ្វើមកលើយើងវិញដោយអាងលើអំណាចសេដ្ឋកិច្ចរបស់គេអាងលើប្រទេសគេជាអ្នកមានអីចឹងទៅចរិតរបស់ថៃនេះគឺតែរបៀបហ្នឹងមិនមែនទៅតែពេលបច្ចុប្បន្នទេទី1សំអាងថាប្រទេសរបស់ខ្លួនមានសេដ្ឋកិច្ចរឹងមាំទំហំដីធំប្រជាជនច្រើនសម្ភារៈបរិក្ខារស័ក្តិទំនើបបាទភាពអំនួតរបស់ពួកថៃនេះហើយដែលពួកថៃបានធ្វើមិនមែនទៅតែពេលបច្ចុប្បន្ននេះទេឲ្យតែមានវិវាទជាមួយកម្ពុជាគឺការបិទព្រំដែនជាឯកតោភាគីមិនចរចាមិនផ្ដល់ព័ត៌មានមានន័យថាធ្វើតាមដំណើរចិត្តប្រទេសថៃនេះប្រៀបដូចជាប្រទេសមួយថាប្រទេសដំណើរបើយើងនិយាយចំក្នុងនាមខ្ញុំជាអ្នកនយោបាយប្រធានគណៈបកនយោបាយមួយកិច្ចការតទៅមុខអនាគតយើងក៏ត្រូវតែមានតំណែងកិច្ចការអន្តរជាតិប៉ុន្តែគាត់ថា live ផ្ទាល់ថ្ងៃនេះមិនមែនក្នុងនាមជាប្រធានគណៈបកនយោបាយទេ live ផ្ទាល់ថ្ងៃនេះគឺជាប្រជាពលរដ្ឋមួយរូបនៅក្នុងប្រទេសកម្ពុជាហើយក៏បានសិក្សាស្រាវជ្រាវអំពីប្រវត្តិជាតិសាសន៍នេះយ៉ាងល្អិតល្អន់ជាតិសាសន៍នេះគឺចូលចិត្តរបៀបអញ្ចឹងធ្វើអីគឺធ្វើទាំងទៅទឹងទឹះដំណើរណាស់ឥឡូវយើងនិយាយអំពីផលប៉ះពាល់បាទបើសិនជាក្នុងករណីថៃប្រកាសបិទច្រកព្រំដែនរបស់ខ្លួនគ្រប់ច្រករបៀងនិងច្រកធំធំបៃលិនអូស្មាច់ច្រកឡែមច្រកដូងច្រកប៉ោយប៉ែតឬក៏ច្រកផ្សេងទៀតដែលជាច្រកធំច្រកកោះកុងច្រកចាំយាមតើផលប៉ះពាល់មានចំនួនប៉ុន្មានសម្រាប់ការសម្រេចចិត្តដ៏ទាន់ហន់របស់ពួកថៃនេះទី1ផលប៉ះពាល់កម្ពុជាចំនួនពលករដែលទៅធ្វើការនៅក្នុងប្រទេសថៃបើក្នុងករណីបិទព្រំដែនមានន័យថាវាស្មើនឹងកិច្ចការចរចាបរាជ័យត្រូវដកអីទេដកកម្លាំងពលករកម្ពុជាចេញពីប្រទេសថៃអានេះទី1ណាទី1គឺបិទព្រំដែនមិនទាន់បញ្ជូនពលករដែលជាលក្ខណៈ MOU ចេញទេគម្រាមក្នុងន័យនេះថៃចង់ធ្វើទាំងថាបើសិនជាកម្ពុជាមានសិទ្ធិបញ្ជូនសំណុំឯកសារផ្សេងទៅតុលាការយុត្តិធម៌អន្តរជាតិថៃគេគៀបសង្កត់កម្ពុជាតាមរយៈបិទច្រកព្រំដែនឬក៏បញ្ជូនពលករកម្ពុជាមិនថា MOU ឬក៏ពលករខុសច្បាប់ឲ្យចេញមកពីប្រទេសរបស់គេខ្ញុំបានមើលព័ត៌មានពីថ្ងៃមិញហើយដែលបានផ្សាយដោយសារព័ត៌មានថៃរាល់កិច្ចការឬក៏ក្រុមហ៊ុនឬក៏ប្រាក់ដែលផ្ញើនៅធនាគារទាំងប្រមាណរបស់កម្ពុជាឬក៏អ្នករស់ស៊ីនៅក្នុងប្រទេសថៃដែលមានសញ្ជាតិជាកម្ពុជាត្រូវបានបង្ខាក់ឬក៏បង្ខាំងទុកមានន័យថាអ្នកដែលទៅរស់ស៊ីនៅប្រទេសថៃត្រូវបានគេបង្កកទ្រព្យសម្បត្តិនេះជាព័ត៌មានពិតមិនដឹងបើខ្ញុំស្ដាប់ព័ត៌មានគេថាអញ្ចឹងអាកន្លែងនេះវាគ្រាន់តែជាចំណុចគម្រាមមួយទេបាទចំណុចគម្រាមមួយទេ
ពីព្រោះនៅប្រទេសថៃនេះវាក៏មានព័ត៌មានពិតមានព័ត៌មានមិនពិតអញ្ចឹងណាព័ត៌មានមិនពិតវាព្យាយាមសកស្ាយដើម្បីធ្វើអីគៀបសង្កត់កម្ពុជាបើក្នុងករណីប្រទេសកម្ពុជាដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពួកថៃខ្លួនឯងឬក៏រដ្ឋាភិបាលថៃឬក៏ពួកកងទ័ពថៃដែលមានអំណាចគ្រប់គ្រងលើរដ្ឋបាលរបស់ថៃហ្នឹងគេដឹងហើយថាគង់តែនឹងចាញ់ខ្មែរដូច្នេះចំណុចឈ្នះរបស់គេគឺគេធ្វើរបៀបហ្នឹងជាការគម្រាមកម្ពុជាមួយសិទ្ធិរបស់កម្ពុជាអាចដាក់ទៅប្តឹងបានប៉ុន្តែសិទ្ធិរបស់គេគឺមានសិទ្ធិបិទព្រំដែនអញ្ចឹងយើងនិយាយពីផលប៉ះពាល់កម្ពុជាប៉ះពាល់បើសិនជាក្នុងករណីកើតសង្គ្រាមពិតប្រាកដមែនកម្ពុជាប៉ះពាល់ទី1គឺពលករកម្ពុជាចំណុចកន្លែងនេះរាជរដ្ឋាភិបាលត្រូវត្រៀមជើងការឲ្យហើយត្រៀមជើងការទី1សមរួលដល់ការធ្វើដំណើររបស់ពលរដ្ឋយើងអាចបញ្ជូនឡានក្រុងទៅតាមច្រកព្រំដែនផ្សេងៗនេះគាត់ត្រៀមជើងការណាខ្ញុំអត់មាននិយាយដល់រឿងដែលកើតឡើងនេះប៉ុន្តែអ្វីៗវាត្រូវតែមានការត្រៀមជាលក្ខណៈបានន័យថាកុំឲ្យថៃមើលងាយយើងពេកបើក្នុងករណីគេបញ្ជូនពលករយើងទម្លាក់មកតាមព្រំដែនយើងមានសិទ្ធិហើយធ្វើយ៉ាងក្លាហានគឺយកឡានទៅដឹកពលករយើងដាក់តាមស្រុកភូមិកុំឲ្យចាញ់ឯងជនជាតិថៃនេះជាជនជាតិមួយដែលទំនើងណាស់បាទជនជាតិនេះទំនើងណាស់តាំងពីខ្ញុំនៅប្រទេសថៃ10 20ឆ្នាំហើយជនជាតិនឹងទំនើងណាស់ទី1អំនួតអាងខ្លួនមិនធ្លាប់រស់នៅក្រោមអំណាចអាណានិគមបរទេសណាហ្នឹងហើយអាភាពអំនួតហ្នឹងអាងខ្លួនមានសេដ្ឋកិច្ចខ្លាំងបិទជាឯកតោភាគីមានន័យថាមិនផ្ដល់លិខិតជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជាឬក៏អាជ្ញាធរពាក់ព័ន្ធវាជារឿងមួយដែលឆ្លើយឲ្យទំនើងបំផុតបាទផលប៉ះពាល់របស់យើងវាប៉ះតិចដោយសារអីទី1ប្រជាពលរដ្ឋកម្ពុជាទៅរកស៊ីនៅប្រទេសថៃដែលបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសថៃមានចំនួនតិចមិនជាច្រើនប្រហែលទេបើតាមការស្ទាបស្ទង់អំពីរបៀបធ្វើពាណិជ្ជកម្មឆ្លងប្រទេសកម្ពុជាមិនសូវមានអ្នកទៅរកស៊ីជាលក្ខណៈធំដុំទេមានតិចតួចបំផុតនៅក្នុងប្រទេសថៃដូច្នេះផលប៉ះពាល់បើក្នុងករណីគេបង្កកទ្រព្យសម្បត្តិឬក៏បង្អាក់ដំណើរការសង្វាក់ផលិតកម្មផលិតរបស់ជនជាតិកម្ពុជាដែលមានក្រុមហ៊ុននៅក្នុងប្រទេសថៃក៏វាមានចំនួនតិចទី2បើសិនជាក្នុងករណីកើតសង្គ្រាមពិតប្រាកដឬក៏ជាការគំរាមកំហែងដល់កម្ពុជាកុំឲ្យកម្ពុជាហ៊ានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិគេអាចបញ្ចេញចំនួនពលករដែលរស់នៅក្នុងទឹកដីថៃទាំងអស់ទាំងខុសច្បាប់និង MOU ទាំងត្រូវច្បាប់អញ្ចឹងកម្ពុជាក៏ក្លាហានដែរកម្ពុជាជាពិសេសរាជរដ្ឋាភិបាលទប់ស្កាត់កុំឲ្យចាញ់គម្រាមប្រទេសថៃចាញ់ការគម្រាមប្រទេសថៃបើក្នុងករណីវាដល់កម្រិតដំណាក់កាលដែលគេបញ្ជូនពលករយើងមកត្រៀមឡានទៅដឹកកម្មកររបស់យើងដាក់តាមផ្ទះរួចហើយកូនស៊ីអំបិលស៊ីផុកកុំឲ្យឯខ្លាំងហើយទី2គ្មានអីទេវាមានតែផ្លូវបញ្ចេញពលករយើងមកយកឈ្នះចាញ់គ្នាហ្នឹងហើយណែឯងប្តឹងទៅយើងធ្វើអញ្ចឹងដើម្បីអីបង្លាចយើងកុំឲ្យយើងធ្វើអាហ្នឹងប៉ុន្តែឈរលើចំហកម្រិតថ្នាក់ជាតិមិនមែនថ្នាក់តំបន់ទេណាកម្រិតថ្នាក់ជាតិមិនមែនចេះតែអង្គុយខ្លាចឯងគម្រាមទេណែឯងគម្រាមអីគម្រាមទៅព្រោះរឿងទាំងអស់នេះវាត្រូវការដោះស្រាយវាត្រូវតែស៊ីមួយក្តារហ្នឹងឲ្យឈ្នះស៊ីតែមកទៅបាទមិនបាច់ឲ្យមានលេងច្រើនក្តារទៀតព្រោះលេងច្រើនក្តារទៀតមិនដឹងចាញ់ដល់ឈ្នះអញ្ចឹងបើមានមួយក្តារនេះឈ្នះត្រូវតែលេងរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើចំហហ្នឹងទាំងប្រជាពលរដ្ឋនៅក្រោយខ្នងក៏ដោយបាទមិនថាបកនេះបកនោះបកប្រឆាំងបកមិនស្របទេរួមស្រុកកំណត់គ្នារុញរដ្ឋាភិបាលធ្វើម៉េចឲ្យដាក់ពាក្យប្រឹងទោះបីឥឡូវបិទព្រំដែនបិទជាលក្ខណៈឯកតោភាគីមានន័យថាមិនផ្ដល់ដំណឹងដល់កម្ពុជាឆ្លើយអ្នកឯងមានកិច្ចការតំណែងតំណងអន្តរជាតិមានទូតនៅប្រទេសកម្ពុជាមានទូតនៅប្រទេសអ្នកឯងក្រៅធ្វើសេចក្តីជូនដំណឹងទៅបិទជាលក្ខណៈបដោះអាសន្នបិទ3ខែ4ខែ5ខែអញ្ចឹងទៅឬក៏បិទដើម្បីរងចាំការចរចាជាលក្ខណៈដែលយើងឃើញថាគេសុំយើងជាលក្ខណៈ JBC ណាការដោះស្រាយទ្វេភាគីដោះស្រាយទ្វេភាគីនឹងវាទៅមិនរួចខ្ញុំបាននិយាយតែ3 4ថ្ងៃហើយ live វីដេអូឡើងចង់សាំមកបើដោះស្រាយជាលក្ខណៈទ្វេភាគីវាដោះមិនចេញបើវាចេះដោះចេញហើយវាចេះសម្រួលគ្នាបានដោយគណៈកម្មការចម្រុះព្រំដែនហ្នឹងណាវាវាយបកគោព្រំដែនហើយកម្ពុជាថៃនឹងយូរតាំងពី10 20ឆ្នាំមុនមិនចាប់អូបន្លាយដល់ពេលហ្នឹងទេតែអាការទន្ទ្រានរបស់បរទេសមកលើប្រទេសរបស់យើងធ្វើព្រំដែនឲ្យលឿនបំផុតពឹកហើយវាទន្ទ្រានមកអត់កើតបោះបកគោព្រំដែនហើយវាបំពេញវាមិនបានដូច្នេះហើយទុកបញ្ហាព្រំដែនឲ្យនៅអញ្ចឹងឲ្យនៅដោះស្រាយមិនចេញកាលណាមានបកគោចូលទន្ទ្រានអត់កើតគោរពបូរណភាពដែនដីគ្នាទៅវិញទៅមកអញ្ចឹងហើយបើដោះស្រាយមិនចេញអាការទន្ទ្រាននេះវាមានឱកាសវាមានឱកាសបោះបកគោព្រំដែនហើយពុកអញបំពេញឯងមិនបានពួកអញជាជាតិសាសន៍មួយបំពេញបើអញទទួលស្គាល់ឲ្យ JBC នឹងមកធ្វើកិច្ចការហ្នឹងពន្លឿនការងារហ្នឹងឲ្យដោះស្រាយរួចវាមិនអញអាចបំពេញអីបានអញ្ចឹងហើយមានបន្លាយហ្នឹងបន្លាយអាគណៈកម្មការហ្នឹងដោះពីមួយឆ្នាំទៅមួយឆ្នាំស្លាប់មនុស្សមួយចំនួនពីរចំនួនទៅហើយដោះស្រាយមិនចេញអាដោះស្រាយមិនចេញវាស្អីបង្កើតជាបញ្ហារ៉ាំរ៉ៃដល់ក្មេងចំនួនក្រោយទៀតដល់អ្នកដឹកនាំចំនួនក្រោយឈឺក្បាលនេះឥឡូវតើមានឱកាសឥឡូវបិទផលប៉ះពាល់មានទី1អ្នកដែលធ្វើការឬក៏បើកក្រុមហ៊ុននៅក្នុងប្រទេសថៃអាចមានផលវិបាក
cả na bật trong đáy một bạc trên châu chứ nó hoặc sầm bạc bọc luôn là nơi bật tây thay thì mà nó có việc thật nó trong cá keng là năng tí mùi tí pí bánh chanh pô là có tí mùi cái ai bánh chanh pô là có đây mình thấy cho bạc có cho bạc đó chập nè co sang rồi còn nè để bạc si chụp pu đây mình bên chỉ bạc phết bạc âm OU đắng bạch chun chanh mò tí bay cái ai bánh chun tiếng âm OU mà thiết bạc nông lẹ cả nặng kỳ cho cha chỉ lẹ cả nặng chỉ BC nó ọt đầu phía rồi trăm nó ngay đã buồn ai cho cha năng về tay mình đuôi tê cái nè cam trong đây thưa ca cho cha nó bị chia ơn năm mà hơi nó cá bọc của trong đây đầu viên cam bị chia thay nó về chia chừng ngư làm rai du mà hơi thuê phía kia nó bị ba phần năng thuê phía kia nó bọc về mình tranh biết ấy miền tắc thể hiện ai đọc nét thể hiện dương đọc nét cho nó lên đây là bao giờ mùi tiết đòi cầm lăng ẩm nai còn toát xong mày đọ pi rồi mai tranh bị cái này thế để cái là đây mà này chia xa dương với mình sản năm na đừng từ tranh tem kia đừng nắng á dạ xăm đây anh cho chướng rồi thấy kia mà sống ở anh đọ thôi vì đây là bọn anh đâm bay thứ ca cho trả vì mình tư à nam tao thôi tranh về đây luôn ấy ban kia ôi cho trả cho này anh ngủ chlat nó đấy mấy đang Campuchia đang xì bài cả lâu anh xì bài chán mấy hả nè anh đang á lâu để dương rô khơi nhá đầm nó sai để dương rô khơi nhá công chất tụ tuần đã đây lên mặt răng mà bờ sừng kiếm còn toát dương còn đó là cô đào ở hỏi lương dương cái từ đó kia cái từ đó dễ xiêm thôi thành chẳng tam ca sắc xa sao chưa có quạt bị chia rồi viên bờ tây thành pì dương khơi tha xiêm thôi thành chẳng vậy xiêm ang đây thùng ang nai luôn xe từ cách bị bạc cây chứ anh cho năm học pi nó bắt tay luôn không biết ao nhà nào đó cái bật lâu dương phò phụ xiêm bật tầm ninh pet sắp năm thì rồi để nom châu đi bờ tây thái một Campuchia nom châu từ bên cái kinh quốc còn ngén và tấm là bấu anh đi xem tầm mưa trong đài to xem tầm mưa trong đài an say giờ mưa tầm ninh nom châu bị xiêm á đặt bò để sọt rụp xình xa bíaประเภทเครื่องเตะสดแต่นวมโจลบสำคัญโมปีประเทศไทยตามจอสีสเกตตามจออะไรในสมบูรณ์เรชินีไอ้นวมโจใส่tới dương đặt lụaกับไปกับvòng nó miền đấy miền lụa kẹt miền lụa là pư lụa xây cái xăm mấy nó nhom khơi vào đó anh chẳng à ca nôm trôi bị dương từ căn kia nó miền chủng tịch hay à kia nôm trôi trong tầng lan chẳng à ta này ca nôm trôi tầm ninh piประเทศไทยmột Campuchia chấm luôn 85% rồi Campuchia nôm tới 15% rồi 20% rồi không biết ấy thế từ cho mưa nó trong đáy mới bờ dương từ cho mưa trong đáy thông trọ đôn đại dương hào để trọ lem hay trọ quay quay dương từ mưa mới tao tụm ninh bằng man thiệt rồi ô tranh một piประเทศไทยhơi tụm ninh bằng man thiệt rồi đại ô tranh pi Campuchia châu đượcประเทศไทยnè thay về khác trong ca kiệt sản cắt rồi bọc còn toạc viết đấy về khác chạm mưa ngày nào mui đại phụ nề tuân rồi bọc thay việt step thằng hầm cho chăm thác đồng hầm luôn rồi bọc nề tuân đại phụ thể hiệnกับphong tay thư phiên á chẳng ngày nào mui bạc bỏ bật sân Campuchia thọp xì học xì ọ mà xì bơ về nhiên nham là ca si à đương chẳng ấy tròn hộp tích vậy đó tròn hộp ọt vào bạ thôi nè khác thì mình chôn mấy gặp bong thưa mày lời bậc mày dương chôn mà chu đó mày dương mày chỉ muốn cái tới nó rồi bay bong thằng kia nắng về chỉ đương bật tục rồi bỏ đi rồi tham ba việc làm trời hơi đó bộ rồi bọc luôn chôn máu bộ rồi nấu chanh máu từ cào ní cứ chanh từ rồi lối làm bay bong thằng kia đi có đọc bật tục trù xa này thà chẳng chứ họ lấy bảo sân này bộ rồi chôn là mình hay cô ra chua ca là bá năng vi chia bận tục là bao nó tham ba trở kịch cù năng kịch cù hay đôi chân này hai cầm oi cái đăng trên nói sai bao giờ cũng cầm đê giống á còn cái bạch tranh dương mót đi giống chứ còn oi thầy mới thầy khơi nhá Campuchia còn anh bạch tranh bên nước ác là giống sai là sai vì admin lui son thì kia còn giống còn giống oi kia mới khơi trên nói sai gì nơi oi xem thơ tức mốc oi mương mắt chập nhẹ bằng nó cái đăng này chập nhẹ nó đi đăng so à chân bên bị thi bị mạch còn oi cái chập trên nói sai là bao giờ bạn đời tranh mà đời tranh mà kia cái tranh bị dương đấy bên đó bị pro thấy một đặc vì dục tuân Roxy ở Campuchia còn miền chủng luôn chờ với bắt tầm mò thứ cam có tại miền địa Roxy chia hàng Roxy chia nia kia chia sanh tha kia chia đơn đôi này bảo thay xong ra chất chỉ ai cái tao phía kia Campuchiaត្រូវពើងទ្រូងទៅវិញបាទកុំគេបិទច្រកក្នុងដែរឆោឡោគ្រាន់តែយើងអត់អារឿងរត់ម៉ូយបន្តិចបន្តួចអូຕົកចិត្តធ្វើម៉េចឲ្យចាស់គេពាក់ហិកាចាំពាក់ហិកាពេលហ្នឹងវាត្រូវយកជ័យជំនះទឹកចិត្តទោះបីយើងអត់ឃ្លានមានស៊ីក៏ដោយទ្រាំកុំឲ្យគេមើលងាយហើយចាំមើលប្រតិកម្មរបស់អង្គការសង្គមស៊ីវិលរបស់ពួកថៃទី1ទី2ចាំមើលនាយទុនរបស់ថៃវាវាយលុកវាវាយប្រហារចាំថានៅប្រទេសថៃមានក្រុម2ដែលជាក្រុមប្រឆាំងស្រួយស្រាវបំផុតនៅក្នុងរដ្ឋាភិបាល1ពួកអាវលឿងជាពួកដែលអភិរក្សនិយមជាពួកដែលបញ្ឆេះលើងសង្គ្រាមពួកនេះអត់ចង់បានតំណែងជាស្អីទេអង្គុយតែចាក់ឆ្កឹះឆ្កៀលឲ្យតែរដ្ឋាភិបាលរបស់តាស៊ីនឡើងគឺត្រូវស្អប់មិនត្រូវជាមួយបាក់ធ្វើថៃឯពួកនេះហើយពួកអាវក្រហមគឺជាពួកដែលគ្រប់គ្រងរដ្ឋាភិបាលដូច្នេះថៃវាមិនមែនអាក្រក់ទាំងអស់ទេថៃវាមិនមែនស្អប់កម្ពុជាទាំងអស់ទេប៉ុន្តែដោយសារអីទី1វាក្រោមអំណាចរបស់ពួកយោធាណែយោធាបានអំណាចនៅនឹងដៃបានអំណាចនឹងដៃធ្វើកិច្ចការហ្នឹង
ចឹងខ្ញុំអានខ្ញុំចូលទៅមើលเพจធំរបស់ថៃជាពិសេសគឺគណៈរដ្ឋមន្ត្រីរបស់ថៃហើយនឹងសភារបស់ថៃដែលខ្ញុំតាមដានប្រហែលថ្ងៃនេះបាទអញ្ចឹងការសម្រេចនេះវាជាការគៀបសង្កត់កម្ពុជាបាទតាមពិតអសានវត្តគេនៅថ្ងៃ9គេថាបំដកទាត់គេវាយក៏ប៉ុន្តែគេរូតធ្វើពីថ្ងៃទី7នេះគេចង់បញ្ញត្តិយើងមានន័យថាកុំឲ្យយើងបញ្ជូនសំណុំឯកសារយើងត្រូវយល់ចរចាក៏ចរចាដឹងក៏ដឹងរកដំណោះស្រាយព្រោះយើងមិនចង់ធ្វើសង្គ្រាមទេយើងក៏មិនចង់ឲ្យមានការបិទព្រំដែនដែរពីព្រោះយើងដឹងថាព្រំដែនពេលបិទវាមានផលប៉ះពាល់រវាងប្រទេសទាំងពីរណាដោយការធ្វើតំណែងពាណិជ្ជកម្មឆ្លងប្រទេសដោយការរកស៊ីរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសមួយដែលមានព្រំប្រទល់ជាប់គ្នាយើងអត់ចង់ទេប៉ុន្តែបើស្ថានភាពវាចាំបាច់កូនត្រូវតែញញឹមឲ្យដើរចេញពីប្រទេសថៃកុំឲ្យថៃចាប់ចំណុចខ្សោយយើងបានណាមកនៅដេកជួបជុំកូនចៅយើងសិនរួចអង្គុយចាប់អ៊ុតមើលប្រតិកម្មរបស់អ្នករស់ស៊ីថៃចាំឲ្យច្បាស់រដ្ឋាភិបាលគឺរស់ដោយសារនាយទុនជាអ្នកចិញ្ចឹមខ្ញុំមានបទពិសោធន៍ជាមួយពួកនេះមិនក្រោម15ឆ្នាំបាទឆ្នាំ2008វិវាទកើតឡើងពឹបណាបាត់ព្រំដែនសង្វាក់ផលិតកម្មរបស់យើងគឺវាធ្វើមិនទាន់តម្រូវការរបស់អតិថិជន customer វាខឹងដូច្នេះរដ្ឋាភិបាលថៃខ្លួនឯងឬក៏កងទ័ពរបស់ថៃខ្លួនឯងត្រូវតែចាញ់គំនាបការគៀបសង្កត់របស់នាយទុនពីនាយទុនរស់ស៊ីចិញ្ចឹមនាយទុនវាថ្លែងសន្ទរកថាខ្ញុំរស់ស៊ីចិញ្ចឹមរដ្ឋបើរដ្ឋអត់ច្រកឲ្យខ្ញុំរស់ទុកច្រកឲ្យខ្ញុំរស់តើខ្ញុំបានលុយណាទៅចិញ្ចឹមរដ្ឋអ្នកឯងនឹងងាប់ដូចតែគ្នានឹងឯងអត់ចេះធ្វើស្អីហ្នឹងកម្លាំងតាហ៊ានដឹងតែពីបាញ់ដឹងតែពីបោះដឹងតែពីចាយលុយមានចេះធ្វើពាណិជ្ជកម្មណាណែរយៈពេល10ឆ្នាំដែលប្រយុទ្ធច័ន្ទឧចាការអំណាចស្រុកថៃចុះក្រដល់កម្រិតដោយសារអីយកលុយរដ្ឋាភិបាលយកមកចាយអត់ចេះរលុយអត់ចេះធ្វើពាណិជ្ជកម្មចេះតែកេះកាយទៅភ្លើងហ្នឹងរួចហើយចាំបាច់ព្រះមហាក្សត្រថៃឬក៏គណៈបកប្រឆាំងថៃត្រូវតែរុញច្រានត្រូវតែដុកដាំធ្វើម៉េចឲ្យតាហ៊ានចេញពីអំណាចបង្កើតឲ្យមានរដ្ឋាភិបាលស៊ីវិលអាស៊ីវិលនេះគេចូលមកគេចេះរលុយអាពួកនេះអត់ចេះអីទេអំនួតអួតអាងគិតតែពីរឿងបាញ់បង្កើតអមិត្តជុំវិញប្រទេសណាថ្ងៃនេះនិយាយក្នុងនាមពលរដ្ឋមិនមែនក្នុងនាមប្រធានគណៈបកដំណើរឈ្មោះទៅមុខទេថ្ងៃក្រោយទៅកិច្ចការរបស់យើងត្រូវធ្វើអារឿងកិច្ចការបរទេសប៉ុន្តែក៏ចង់បញ្ជាក់ថាថៃជារបៀបរបស់គេធ្វើអញ្ចឹងការបិទព្រំដែនជាឯកតោភាគីមិនផ្ដល់ព័ត៌មានឲ្យកម្ពុជាគេហៅថារដ្ឋាភិបាលឬក៏គេហៅថារដ្ឋដំណើររដ្ឋចឹងរដ្ឋដំណើរណាបិទក៏បិទទៅបើក៏បើទៅបាទហើយសារមួយកម្ពុជាវាផលប៉ះពាល់មិនអត់ទេប្រទេសក្រហើយនិយាយមួយម៉ាត់ទៅយើងថាប្រទេសយើងក្រអត់ចុះព្រោះយើងនាប្រទេសខ្លួនទៅធ្វើការចំណាក់ស្រុកទៅធ្វើការស្រុកគេចាត់ទុកថាយើងក្រហើយឬមួយក៏យើងសម្រេចចិត្តមិនធ្វើស្រុកយើងវាប្រាក់ខែថោកទៅធ្វើស្រុកគេវាបានថ្លៃអីចឹងទៅណាហើយបើគេបិទហើយត្រឡប់មកវិញទៅត្រឡប់មកផ្ទះយើងវិញអង្គុយចាំមើលស្ថានភាពរបស់ពួកថៃដែលវាបិទព្រំដែនឥឡូវបិទច្រករបៀងហើយបិទច្រកធំបិទចាំមើលអាណាក្តៅហើយចាំមើលអាណាក្តៅហើយណានេះគឺជាការគៀបសង្កត់កម្ពុជាទី1គម្រាមកម្ពុជានេះខ្ញុំស្ដាប់រដ្ឋមន្ត្រីក្រសួងការបរទេសថាជាសិទ្ធិរបស់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិយើងអត់មានខ្វល់បើយើងអត់ខ្វល់កម្ពុជាធ្វើហើយដូច្នេះកម្ពុជាពេលនេះកុំឲ្យគ្រាន់តែខ្លាចខាតប្រយោជន៍តិចតួចអារឿងខាតទំនាក់ទំនងកិច្ចការអន្តរជាតិយើងមិនមែនជាអ្នកបង្កឡើងទេភាគីថៃជាភាគីពាក់ព័ន្ធជាអ្នកបង្កឡើងមុនទី1ជាអ្នកនាំកងទ័ពមកទន្ទ្រានលើដីរបស់យើងសួរថាអ្នកណាខុសគាត់ខុសយើងមិនខុសទេភាគីថៃឬក៏ភាគីកងទ័ពថៃជាអ្នកមានកំហុសបើក្នុងករណីចរចាទ្វេភាគីចាំបាច់កងទ័ពត្រូវទុកទីតាំងនេះឲ្យគណៈកម្មការចម្រុះព្រំដែនជាអ្នកដោះស្រាយមិនត្រូវចូលមកទន្ទ្រានបើចូលមកទន្ទ្រានក៏ដោះស្រាយអត់ចេញចូលមកទន្ទ្រានមិនដោះស្រាយចេញចូលមកវាមានវិវាទគ្នាឲ្យដោះស្រាយវាមិនបើសិនជាសម្រេចចិត្តអញ្ចឹងរដ្ឋាភិបាលត្រូវដកថយទាំងសងខាងមិនមែនឲ្យឯងដក200ម៉ែត្រអីគេមិនដកចាញ់ព្រៀបគេធ្វើមិនកើតអញ្ចឹងត្រូវយកគណៈកម្មការព្រំដែននេះទៅដាក់នៅកណ្ដាលយកសំណើនេះទៅដាក់នៅកណ្ដាលចរចាដើម្បីបោះប្រគល់ព្រំដែនឲ្យរួចបើវាចេះបោះរួចតាំងពីយូរណាថៃវាមិនទាន់ល្ងងទេថៃវានៅឆ្លាតកុំបោះអាកន្លែងហ្នឹងព្រោះបោះអាកន្លែងហ្នឹងអត់កើតកន្លែងហ្នឹងជាកន្លែងចំនួនកន្លែងហ្នឹងកន្លែងប្រទើប្រទះគ្នាហើយយើងមួយថ្ងៃលួចបានតែកន្លះមីលីម៉ែត្រក៏ល្អដែរអញ្ចឹងហើយព្យាយាមបងបញ្ហាហ្នឹងកុំឲ្យធ្វើទៅរួចឥឡូវយើងវិលថយក្រោយវិញអំពីការបិទដោយជាឯកតោភាគីដោយមិនឲ្យតំណែងទៅណាជារដ្ឋតំណែងមួយជាពលរដ្ឋតំណែងជាកងទ័ពតំណែងមួយទប់ស្កាត់ទី1កុំដកកម្លាំងកងទ័ពថយទី2រៀបចំឯកសារខ្ញុំនៅពីក្រោយរហូតបាទនៅពីក្រោយប្រជាជនកម្ពុជានៅពីក្រោយរាជរដ្ឋាភិបាលបាទធ្វើម៉េចដាក់ឲ្យបានដល់ ICJ ទោះបីរដ្ឋាភិបាលត្រូវបានពួកកងទ័ពធ្វើរដ្ឋប្រហារក៏ដោយនិយាយលើកទី3ទី4ណាវីដេអូនិយាយច្រើនពេកគេចង់ចេញមកកុំយកយល់ការធ្វើរដ្ឋប្រហាររបស់កងទ័ពទៅលើរដ្ឋាភិបាលថៃវាជារឿងផ្ទៃក្នុងរបស់គេជារឿងគេធ្វើអីធ្វើទៅ
បងប្អូនជាតិសាសគេនិយាយភាសារបស់គេណាគេមិនមែនទៅសម្លាប់ជាតិសាសគេទេគេគ្រាន់តែដកអំណាចរដ្ឋាភិបាលរួចហើយយកអំណាចមកកាន់ខ្លួនឯងដើម្បីធ្វើសិទ្ធិស្វ័យសម្រេចខ្លួនឯងបើគេដឹងតែរដ្ឋាភិបាលនេះទុនវាជ្រេងវាខ្សោយធ្វើអីវាមិនឈ្នះខ្មែរអញ្ចឹងគេដកឲ្យរឿងគេដករឿងរបស់គេកុំយកមនោសញ្ចេតនាទៅរកស៊ីជាមួយសត្រូវខ្ញុំបាននិយាយពីវីដេអូមុនអត់ទេគោលជំហររបស់យើងច្បាស់ពិតប្រាកដខ្ញុំអានសំណេររបស់សម្ដេចបវរមាន4ចំណុចនៅតែដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចរចាក៏នៅតែចរចាវាត្រូវអញ្ចឹងចរចាដើម្បីឲ្យបញ្ជាពីសង្គ្រាមព្រោះយើងអត់ចង់ធ្វើសង្គ្រាមទេបើធ្វើសង្គ្រាមឲ្យយកឈ្នះយកចាញ់គ្នាវាគ្មានពេលឈ្នះពេលចាញ់ទេវាមិនមែនដូចពេលមុនទេណាវាមិនមែនដូចពេលមុនលើកជាកងទ័ពមកឡោមព័ទ្ធរាជធានីលំវិញរាប់ឡោមព័ទ្ធរាជធានីដងមិនមែនទេឥឡូវមានកភ្លើងហើយកភ្លើងគ្មានភ្នែកទេវាមិនមែនឯងមកពាក់អាវដៃស្បៃស្ពាន់ណាដូចកាលពីមុនទេឥឡូវនេះម៉ាំងធ្លុះម៉ាំងធ្លាយសារ៉េបាដេហ្នឹងប៉ាំងបាច់ខ្លួនបាត់ហ្នឹងណាវាមិនដែលឯងទៅសូត្រអាគមមុនគេថាអ៊ុំអាមេណានឹងអាចការពារបានទេវាគ្រាន់តែដាស់កម្លាំងចិត្តទេចឹងហើយចរចាឥឡូវនេះគេបិទជារកការចរចាជាការគម្រាមរបស់គេជាការគម្រាមរបស់គេហើយអំណាចរបស់រដ្ឋាភិបាលសពថ្ងៃនេះវាសើតែអត់មានណាអញ្ចឹងខ្ញុំគិតណាអាបិទព្រំដែននេះគឺវាបញ្ជាលើយោធាពីព្រោះមិញនេះសារព័ត៌មានដែលខ្ញុំshareទៅមិញណាមេភូមិភាគ2គេនិយាយត្រូវបាត់គឺបាត់ណាមេភូមិភាគ2គេអានោះឈ្មោះវាអាស្លក់នៃកម៉ៅរួមចង់ងាប់បាទណាអាមេញុះញង់ហ្នឹងត្រូវបាត់ទៅកម្ពុជាត្រៀមខ្លួនណាកម្ពុជាត្រៀមខ្លួនស៊ីតំណែងវៀតណាមស៊ីតំណែងឡាវស៊ីតំណែងម៉ាឡេស៊ីស៊ីតំណែងអីសតឬក៏រៀនរស់ខ្លួនឯងកូនផលិតរបស់ខ្លួនឯងស៊ីខ្លួនឯងទ្រាំសិនមិនបានផឹកទឹកស៊ីងមិនបានផឹកស្រាបៀស៊ីងមិនបានផឹកស្រាបៀតម្រៃវាងាប់ទេបាទនិយាយចឹងទ្រាំដើម្បីឲ្យឈ្នះ6ខែដាក់លិខិតប្តឹងចូលបើកសវនកម្មបន្ទាប់ពីចេញសាលដីកាពីតុលាការយុត្តិធម៌អន្តរជាតិ6ខែអនុវត្តសាលដីកាមិនអនុវត្តសាលដីកាមិនព្រមធ្វើតាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិបញ្ជាឲ្យកងទ័ពមុខខៀវដែលជាកងទ័ពរបស់អង្គការសហប្រជាជាតិចូលទៅដោះស្រាយវិវាទនេះគឺជាច្បាប់របស់តុលាការយុត្តិធម៌អន្តរជាតិសាលដីកាឲ្យតែឯង6ខែឥឡូវទ្រាំដាក់ខ្ញុំគិតថាវាជ័យជំនះមួយរួចស្រេចទៅហើយដែលសភាថៃដែលស្អីឆោឡោគ្រាន់តែលឺយើងដាក់ខ្ញុំឆោឡោហេតុអីបានឆោឡោព្រោះខ្លួនវាអត់មានអីទីអាងទីពឹងបើធ្វើរដ្ឋបហារដ្ឋាភិបាលថៃវាមានតែតំណាងកងទ័ពដែលជាអ្នកទៅចរចាបើកងទ័ពមិនដាក់ខ្លួនទៅចរចាឬក៏ទៅធ្វើជាភាគីឆ្លើយបំភ្លឺនៅតុលាការវាស្មើនឹងចាញ់ខ្មែរដោយស្វ័យប្រវត្តិពេលប្តឹងអញ្ចឹងប្តឹងវាមាន2ចំណុចទី1គេកោះដីកាកោះទៅលើភាគីដែលជាចុងមិនដឹងរួចហើយបើសិនជាយើងមិនចូលទៅឆ្លើយបំភ្លឺអញ្ចឹងក្តីហ្នឹងគេទុកឲ្យកម្ពុជាឈ្នះផ្លូវកម្ពុជាឈ្នះនៅលើគោកចាដោយសារអីទី1វាមានផែនទីដែលយើងបានដាក់តម្កល់រួចហើយប៉ុន្តែថៃព្យាយាមមិនឲ្យយើងទៅនឹងពីព្រោះវាអត់អីជាទីសំអាងទី1ណាទី2បើកាលណារូបដោះស្រាយព្រំដែនចប់ទៅវាអត់បំពេញយើងកើតណាបើសាលដីកាចេញមកពឹបតែកម្ពុជាមានសិទ្ធិគ្រប់គ្រងលើតំបន់ប្រាសាទមានតែមន់តាកបីឬក៏ប្រាសាទផ្សេងៗនៅតាមព្រំដែននៃភ្នំដងរែកហ្នឹងអញ្ចឹងវាងាយស្រួលទៅដល់គណៈកម្មការព្រំដែនចង់ធ្វើទ្វេភាគីឯណាចាក់តកភាគីឲ្យធ្វើទៅពីព្រោះពេលហ្នឹងជ័យជំនះវាបានមកយើងហើយអញ្ចឹងយើងមានទឹកមាត់ហ្នឹងវាប្រៃដូចយើងផឹកទឹកសមុទ្រអញ្ចឹងណាបានកដាស់មួយសន្លឹកហ្នឹងមកដូចយើងបានសមុទ្រកំណើតមួយអញ្ចឹងណាបានប្លង់ដីមួយណែបង្ហាញណាមើលរួចគណៈកម្មការព្រំដែនមានអីចាប់ផ្ដើមទៅចរចាទៅពីព្រោះធ្វើតាមហ្នឹងទៅអង្គការសហជីវជាតិឬក៏អង្គការយុត្តិធម៌អន្តរជាតិគេចាត់មកឲ្យយើងធ្វើហើយអញ្ចឹងបោះទៅគ្មានអាណាបំពេញអាណាបានវាស្មើនឹងហាត់តលេខីដែរណាពេលដែលយើងចាញ់គេហ្នឹងគឺទៅសញ្ញេថាខ្ញុំយល់ព្រមអញ្ចឹងពេលយើងឈ្នះគេយើងសញ្ញេដែរថាណែខ្ញុំទទួលបានចេះវាអត់មានអាការសញ្ញេពីអង្គការសហជីវជាតិហ្នឹងពីអង្គការអន្តរជាតិហ្នឹងពីតុលាការយុត្តិធម៌អន្តរជាតិហ្នឹងបានវាមានវិវាទហ្នឹងដូចឆ្នាំ62អញ្ចឹង62សម្ដេចនរោត្តមសីហនុព្រះអង្គទៅឡាយប្រោះលេខាទទួលយកជ័យជំនះពួកសៀមនោះអាសរិទ្ធនោះសញ្ញេឲ្យឡើងយំដើរចេញពីតុលាការអញ្ចឹងទៅអាហ្នឹងអញ្ចឹងភាគីចាញ់ក្តីរួចហើយយកអារឿងទាំងអស់ហ្នឹងមកប្រាប់ឈប់ប្រើសង្គ្រាមតែកាលណាយើងបានជ័យជំនះលេងមានប្រើសង្គ្រាមដកកងទ័ពថយក៏បានដែរពីព្រោះកិច្ចការហ្នឹងជាកិច្ចការរបស់អង្គការសហប្រជាជាតិហើយណាចាំថាតុលាការយុត្តិធម៌អន្តរជាតិដែលហៅខាត់ថា ICJ ជាស្ថាប័នមួយក្នុងចំណោមស្ថាប័ន6របស់អង្គការសហប្រជាជាតិបើអ្នកឯងមិនទទួលគោរពតាមការប្រព្រឹត្តរបស់ភាគីមួយទៀតកងទ័ពចូលឥឡូវបើថាខ្មែរឈ្នះឲ្យអត់គោរពដាក់កងទ័ព
ចូលវាយមិនកម្ពុជាទៅវាយណាណោពួកមុខខៀវចូលមកត្បកមិនចឹងឯងមិនគោរពសាលិកាដែលបានសម្រេចដោយអង្គការយុតិធធនេះអញ្ចឹងតែកាលណាយើងមានអាកណ្ដាស់នឹងជ័យជំនះពីតុលាការមកហើយវាដូចជាយើងឈ្នះក្តីនៅក្នុងតុលាការផ្សេងអញ្ចឹងគេយកទៅអានណាភាគីថៃឈ្មោះចេះចាញ់ក្តីគេហើយទៅដកកងទ័ពចេញនេះគេមានចៅក្រមគេមានអัยការអមតុលាការគេមកអានឲ្យស្ដាប់រួចឯងឈរញើផ្លិកជីចឹងទៅដូចយើងបើកសវនាការតុលាការរឿងក្តីអីផ្សេងមួយអញ្ចឹងនៅពេលដែលភាគីចាញ់ទៅឈរស្ដាប់គេអានទៅរួចហើយសញ្ញាទទួលចោះចាញ់ហើយអញ្ចឹងយកអាសារិកាđóមកអនុវត្តនៅក្នុងតំបន់នេះដែលមានចំនួននេះអញ្ចឹងមិនចាំបាច់និយាយអីច្រើនទេគេពើងទ្រូងណាគេថាអូគេមិនខ្លាចទេទៅវាជាសិទ្ធិរបស់កម្ពុជាដែលប្តឹងទៅដាក់នៅតុលាការប្តឹងនៅហើយគម្រាមបិទប្រហែលខែមកចាំមើលមើលបិទប្រហែលខែខ្មែរស៊ីអំបិលស៊ីប្រហុកមកពី79មិននួតទេវេទនាបកាច់យកពេញទឹកពេញដីរកតាបាយស៊ីមិនបានខ្មែរក្រហមប្រអត់បាយឲ្យស៊ីតែបបបេកទ្រាំរស់ហើយមកដល់ថ្ងៃមកដល់79ជំនួយពីរុស្ស៊ីជំនួយពីគុយបាមកមានតពោតសាលីស៊ីតែក្ដួចលាយជាមួយបាយខ្មែរស៊ីរស់ល្មិចមកដល់ពេលបច្ចុប្បន្នហើយដែលអាចផលិតស្រូវមានទឹកមានអីធ្វើស្រែខ្លួនឯងស៊ីមិនកើតរួមកើតដាំតពោតបញ្ចការស៊ីកន្លះឆ្នាំវាត្រូវតែរៀនរស់នៅពេលណាដែលគេបង្ខំឲ្យយើងទាល់ច្រកណាមានតែវិលមកផ្ទះយើងវិញណាមេហានមេម៉ៃនៅប្រទេសថៃត្រៀមខ្លួនបើលក្ខណៈ MOU នេះត្រូវបានគេបំពេញយើងឲ្យមកផ្ទះយើងវិញអូនមកផ្ទះយើងវិញបងអូនណាមកជួបជុំគ្រួសារម៉ែឲ្យបងប្អូនបែករាប់ឆ្នាំហើយនៅថៃ10 20ឆ្នាំហើយមកចាត់ទុកថាជាសេចក្តីសុខរបស់យើងមកគ្រាដែរតែចាំមើលថាតើនាយទុនថៃប្រធានក្រុមហ៊ុនថៃឬអ្នករស៊ីថៃវាស្ទះដង្ហើមរបៀបម៉េចដែលវាត្រូវការកម្លាំងពលកម្មរបស់ពួកយើងចាំមកច្បាស់ថាអ្នកឯងមានតែរោងចក្រទេតែអ្នកឯងខ្វះកម្លាំងសង្វាក់ផលិតកម្មហើយចាំមើលតើរដ្ឋាភិបាលឬក៏ពួកកងទ័ពវាពើងទ្រូងវាអំនួតអួតអាងបានប៉ុណ្ណាមកអត់បំផុតខ្ញុំខុនច័ន្ទឌីតំណាងប្រធានគណៈបកដំណើរឈ្មោះទៅមុខរៃលុយគ្នាចេញយកអាឡានក្រុងមួយគ្រឿងដាក់មកក៏បាន100នាក់ដល់ចែកឲ្យតាមផ្ទះដែរមែនតើយីពេលខ្លះធ្វើនយោបាយកុំជ្រាយកុំតុនណាធ្វើនយោបាយតុនជ្រាយនេះមិនឈ្នះអាពួកសៀមនេះទេល្បិចកិច្ចកលវាច្រើនខ្ញុំអ្វីដែលរឿងដែលខ្ញុំក្តៅបំផុតគឺអាបិទឯកតោភាគីវាជាទម្លាប់អាក្រក់មួយរបស់ប្រទេសមួយដែលមានកិច្ចការទូតដែលមានកិច្ចការអន្តរជាតិជាមួយគ្នាទូតអ្នកឯងដាក់នៅហ្នឹងខ្ញុំក៏ដាក់នៅប្រទេសឯងប៉ុន្តែអ្នកឯងធ្វើបំពេញច្បាប់អន្តរជាតិអ្នកឯងធ្វើបំពេញច្បាប់ពាណិជ្ជកម្មការនាំចេញនាំចូលវាមានច្បាប់ MOU របស់វាហេតុអីអត់ជូនដំណឹងកងទ័ពហ្នឹងគឺវាអញ្ចឹងចរិតកងទ័ពវាតំណើមួយឆ្លើយធ្វើតាមគេដើរតាមជើងក្រោយដោយជើងមុខបិទយើងក៏បិទតាមហ្នឹងដែរយ៉ាងខ្លាំងវាស្ទះទាំងហើមពួករថម៉ូតូរថកង់3អាប៉ាស្អាប់អត់មានមួយដឹកឬក៏ស្ទះដល់បងប្អូនដែលនៅព្រំដែនប៉ោយប៉ែតដែលអូសតំណែងចេញចូលទ្រាំណាបងប្អូនទ្រាំសិនអង្គទុក20 30គីឡូត្រៀមណាបបមួយថ្ងៃចាំ2កំប៉ុង3កំប៉ុងបេះផ្ទីបេះតកួនក្បែរផ្ទះហ្នឹងដាក់ហូបសិនធ្វើម៉េចឲ្យឈ្នះចិត្តគេណាក្នុងនាមជាអ្នកដឹកនាំប្រទេសជាតិឬក៏ជាអ្នកត្រួសត្រាយផ្លូវសម្រាប់ទៅអនាគតត្រូវតែមានចិត្តរឹងប៉ឹងកុំចាញ់សត្រូវរៀនរស់ដោយខ្លួនឯងចាប់ពីពេលនេះទៅដឹងហើយថាប្រទេសខ្លាំងវាតែទៅធ្វើបាបប្រទេសខ្សោយដឹងទេដឹងថាប្រទេសខ្លាំងថ្ងៃណាមួយគេធ្វើបាបប្រទេសខ្សោយតាមរយៈការបិទព្រំដែនអញបិទព្រំដែនអញខឹងអញបិទត្រូវរៀនរស់ណាកុំនៅតុនជ្រាយទៀតណាចាប់ពីពេលនេះទៅកុំតុនជ្រាយទៀតរៀនរស់ឲ្យខ្លាំងកុំនៅពឹងគេកុំនៅរណបគេនៅពេលដែលគេខឹងគេបិទព្រំដែនពឹបយើងត្រូវរៀនរស់ជំហរដោយខ្លួនឯងរៀនកុំភ្លេចខ្លួនកូនកុំភ្លេចខ្លួនតែយើងនៅមានមិត្តយើងមួយទៀតគឺមិត្តវៀតណាមបាទគ្រាន់នាំបន្លែឲ្យយើងស៊ីដែរហ្នឹងហើយរួចហើយដាំស៊ីខ្លួនឯងទៅតែកុំឲ្យទាស់ជាមួយវៀតណាមទៀតតែទាស់ជាមួយវៀតណាមបាត់ទឹកបន្លែឯងខាក់ខ្យល់ចឹងហើយបានគេថាត្រូវធ្វើយ៉ាងម៉េចរៀនរស់ដោយខ្លួនឯងមុននឹងយើងចង់ធ្វើការទំនាក់ទំនងពាណិជ្ជកម្មឆ្លងប្រទេសមួយទៅប្រទេសមួយត្រូវដឹងអំពីសមិទ្ធផលរបស់ខ្លួនតើខ្លួនមានសមិទ្ធផលប៉ុណ្ណានាំចូលគេថ្ងៃគេនាំចូលប៉ុណ្ណាមកយើងបើសិនជាយើងអំនួតអួតអាងខ្ជាខ្លួនឯងពេលណាដែលគេបាត់ពឹកវាស្ទះខ្យល់អញ្ចឹងបានថាវាស្ទះខ្យល់អញ្ចឹងបានរដ្ឋាភិបាលធ្វើអីគឺមានការប្រុងប្រយ័ត្នយើងចេះថាអូកំភ្លើងទៅឲ្យមិនបាញ់រដ្ឋាភិបាលមិនបានធ្វើដូចយើងទេការបញ្ជូនកំភ្លើងទៅវាជាច្បាប់របស់រដ្ឋសម្រាប់ការពារអធិបតេយ្យភាពដែនដីរបស់ខ្លួនអូទៅមិនអូទៅបាញ់ទេអូទៅយកទៅត្រៀមទុកការពារឈ្លានពានដោយប្រការណាមួយពីសត្រូវរបស់យើងមិនអូទៅបាញ់យើងថាអូដាក់ភុំផាំងមែនទេឃើញដល់បាត់ព្រំដែនវាស្ទះខ្យល់ចឹងយើងនេះយើងឃើញកម្ពុជាចលាចលទៅមកហ្នឹងយើងកំពុងតែស្ទះខ្យល់មិនដឹងថាគេបើកថ្ងៃណាអាហ្នឹងយើងចុះយើងមិនទៅសិក្សាមើលប្រជាជនថៃនៅខាងនោះមើលតែវាស្ទះទេបាច់វាស្ទះដូចតែយើងអញ្ចឹងព្រោះវាត្រូវការតំណែងបញ្ចេញមកយើងគេហៅបញ្ចេញមកក្នុងមួយថ្ងៃ10 20លានបាតយើងនេះទទួលចូលទៅវាវិញតែ2លានបាតអញ្ចឹងវាអត់សូវស្ទះខ្យល់ដូចវាទេវាស្ទះខ្យល់ខាងយើងវាមួយថ្ងៃចេញមកយើង20លានវាស្ទះចង់ងាប់ហើយប៉ុន្តែវាមិនបង្ហាញឲ្យយើងដឹងទេវាចង់ឈ្នះយើងដែរអញ្ចឹងយើងដូចគ្នាខាតមួយថ្ងៃ2លានបាតធ្វើធម្មតាពើងធូរឲ្យបិទទិញទឹកត្រីទុកណាលោកសាលីនសុភ័ក្រ
នៅព្រំដែនប៉ោយប៉ែតទិញទឹកត្រីទិញទឹកស្អ៊ីវទុកដាក់ហូបបេះតកួនបេះទីនៅក្បែរស្រែខែនឹងភ្លៀងដុះពេញហ្នឹងអាតកួនជ្រក់ទឹកបេះជ្រក់ធ្វើម៉េចទ្រាំដល់2សប្តាហ៍3សប្តាហ៍ចាំមើលអាណាស្ទាក់ខ្យល់មកបើមិនរដ្ឋាភិបាលថៃឬក៏តាហ៊ានពួកថៃនេះធ្វើតាមបញ្ជារបស់ពួកអ្នកនៃទុនបើមិនបើកច្រកវិញនេះគ្រាន់តែជាល្បិចសរុបសេចក្តីចុងក្រោយជាល្បិចរបស់ពួកថៃជាល្បិចបើគណៈបិទអញ្ចឹងទៅវាមានផលប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មឆ្លងប្រទេសអញ្ចឹងហើយកម្ពុជាអាចនឹងដកដៃពីពាក្យបណ្ដឹងអីចឹងណាគេគិតណាគេគិតអញ្ចឹងចំណុចឈ្នះរបស់គេគឺបិទព្រំដែនឲ្យប្រជាជនឯងស្ទាក់ខ្យល់ប្រជុំប្រជាជនឯងចេញពីប្រទេសរបស់យើងណាហ្នឹងហើយចេះចុះហ្នឹងហើយតែយើងកុំចាញ់តែមគេចរចាក៏ចរចាចង់ធ្វើភាគីអីក៏ចរចាទៅព្រោះចរចាហ្នឹងវាដឹងមិនបានសម្រេចបើវាចេះបានសម្រេចតាំងពីយូរហើយអញ្ចឹងគោលដៅធំរបស់យើងបើយើងមានទីឈរឈ្នះគេហើយត្រូវទៅទីណាដែលយើងឈ្នះមានទីអាងយកអន្តរជាតិនៅពីក្រោយខ្នងអន្តរជាតិនៅក្រោយខ្នងយើងនេះគឺជារឿងសំខាន់បំផុតនេះជាជ័យជំនះរបស់កម្ពុជាអញ្ចឹងសរុបថយក្រោយការបិទព្រំដែនជាឯកតោភាគីដោយមិនឲ្យកម្ពុជាដឹងបិទយ៉ាងទាន់ហន់តក់កហល់នេះគ្រាន់តែជាលេសមួយសម្រាប់គម្រាមកម្ពុជាទេអញ្ចឹងកម្ពុជាបានដឹងខ្លួនរួចជាស្រេចតាំងពីថ្ងៃចូលបំពេញឲ្យបាញ់ទាហានកម្ពុជាស្លាប់ម្លេះកម្ពុជាបានត្រៀមទឹកស៊ីអ៊ូត្រៀមទឹកត្រីត្រៀមពងទាត្រៀមពងមាន់រួចហើយសម្រាប់រយៈពេលវែងឆ្ងាយនៃការធ្វើសង្គ្រាមមួយទី2សម្រាប់ការបិទព្រំដែនខ្ញុំដឹងត្រៀមខ្លួនហើយជាស្រេចដឹងត្រៀមខ្លួនហើយជាស្រេចថាវានឹងកើតឡើងនៅថ្ងៃណាមួយពីព្រោះរឿងនេះធ្វើដដែលដូចពីកាលឆ្នាំ2008ដូចឆ្នាំ1962ចឹងអត់ខុសគ្នាទេអត់ខុសគ្នាទេទម្លាក់មិនចិត្តអ្នកតាមដានប្រវត្តិសាស្ត្រនយោបាយឯងធ្វើរបៀបម៉េចគាត់ចេះមកស្ទាយដដែលនោះមានអីស្ទាយតែអញ្ចឹងរួចហើយពេលរដ្ឋាភិបាលទាល់ច្រកធ្វើអីមិនចេញតែហ៊ានគេទៅធ្វើរដ្ឋប្រហារគេថាមកពីទុនជ្រាយពេកដឹកនាំប្រទេសមិនកើតចេះចុះយកលេសកម្ចាត់រដ្ឋាភិបាលចោលអញ្ចឹងទៅតែហ៊ានឡើងកាន់អំណាច33លើកក្នុងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃវាមិនដែលជាតិសាសនាធ្វើរដ្ឋប្រហារស្មើនឹងប្រទេសហ្នឹងទេប្រទេសហ្នឹងធ្វើច្រើនជាងគេម៉ែតាំងពីឆ្នាំ1927ដល់3245អានេះធ្វើរដ្ឋប្រហារដល់ឡើង30ដងជាងតែធ្វើតែជនជាតិឯងចង់ធ្វើរំលាយគ្នាឯងទៅកុំមានចិត្តមេត្តាករណាមុទិតាជាមួយសត្រូវរឿងជាតិសាសគេធ្វើរដ្ឋប្រហាររឿងរបស់គេអារឿងយើងរាប់អានគ្នាខាងក្រៅរឿងខាងក្រៅតែរឿងទំនាក់ទំនងកិច្ចការប្រទេសជាតិនេះរឿងឆ្លងប្រទេសពីមួយទៅមួយនេះมันអាចយកមនោសញ្ចេតនាទៅដឹកនាំទៅធ្វើបានទេច្បាប់គឺច្បាប់បងប្អូនគឺបងប្អូននេះប្រវត្តិសាស្ត្របង្រៀនយើងប្រវត្តិសាស្ត្របង្រៀនយើងយ៉ាងច្រើនហើយយើងមិនត្រូវបោះបង់ចោលរឿងប្រវត្តិសាស្ត្រទេកុំគិតថាវាអត់ប្រយោជន៍ណាវាកន្លងផុតមកវាជាមេរៀនដាស់យើងដាស់សតិយើងថារឿងហ្នឹងគេធ្វើអញ្ចឹងជោគជ័យហើយយើងខ្លួនឯងត្រូវចូលទៅទប់ស្កាត់ថាមិនត្រូវដើរផ្លូវហ្នឹងទៀតទេតែដើរផ្លូវហ្នឹងវាបរាជ័យអញ្ចឹងបើឃើញចំណុចណាឈ្នះកុំទូទុនចិត្តកុំមានមនោសញ្ចេតនាកុំទុនជ្រាយជាមួយសត្រូវរបស់យើងសត្រូវរបស់យើងញញឹមដាក់យើងអោបយើងហើយប៉ុន្តែកបិតពីក្រោយខ្នងចាក់សម្លាប់យើងដោយយើងស្លាប់ដោយមិនដឹងខ្លួនពីព្រោះយើងស្លាប់ក្នុងនាមជាមិត្តភាពអោបគ្នាហើយមិនដឹងតែគេចាក់ពីក្រោយអញ្ចឹងបឹបប្រឡែងទៅដាច់ថ្ងាទាំងងាប់បាត់ក្នុងនាមអ្នកនយោបាយត្រូវតែពង្រឹងជំហរឲ្យរឹងមាំរវាងជាតិសាសន៍មួយនិងជាតិសាសន៍មួយទុនគឺដើម្បីចរចាមិនចង់ធ្វើសង្គ្រាមទុនណាទុនមានន័យថាចរចាមិនចង់ធ្វើសង្គ្រាមមិនចង់ឲ្យវាខាតបង់ផលប្រយោជន៍រវាងប្រទេសនិងប្រទេសទេប៉ុន្តែអ្វីដែលមានចំណុចឈ្នះដោយមិនចាំបាច់បង្ហូរឈាមយើងត្រូវតែធ្វើគឺបញ្ជូនឯកសារពាក់ព័ន្ធទៅកាន់តុលាការយុត្តិធម៌អន្តរជាតិមានតុលាការជាទីអាងមានឯកសារយោងត្រឹមត្រូវដែលយើងបានដាក់តម្កល់នៅអង្គការសហប្រជាជាតិឲ្យគេជួយដោះស្រាយដើម្បីឲ្យព្យាបាលជំងឺមហារីកនេះបើត្រូវកាត់ចោលកាត់វាទៅរួចហើយចាំបន្តភារកិច្ចនេះឲ្យទៅពួក JCB ស្អីណាឲ្យទៅឲ្យគេធ្វើទៅពួកគណៈកម្មការព្រំដែនគេចាំថាណាឈ្នះចាញ់គេចូលទៅចរចានេះបោះទៅបើសិនជាក្នុងករណីមិនបានសាលដីកាការសម្រេចពីតុលាការថាដីនេះបោះណាពិតប្រាកដទេវានៅតែតំណោះរ៉ាំរ៉ៃដូចជំងឺមហារីកស៊ីដល់បេះដូងងាប់ជាតិសាសន៍បាទបងប្អូនខ្ញុំគ្រាន់តែជូនដំណឹងបន្តិចតែប៉ុណ្្នឹងទេមានន័យថានេះគឺជា style ដដែលដែលពួកថៃបានធ្វើមិនមែនទៅតែឥឡូវទេបាទឆ្នាំ55យើងដាក់ចូលទៅក្នុងអង្គការសហជីវជាតិយើងចូលជាសមាជិកអង្គការសហជីវជាតិថៃបិទព្រំដែនម្ដងខឹងយើងដាក់ផែនទីទៅគេថាបាត់ដែនដីគេសប្តាហ៍យើងដូចជាមនុស្សពីរនាក់ដណ្ដើមអ្នកដេកកដាលអញ្ចឹងអ្នកដែលសម្រេចឲ្យយើងដេកគៀនឬដេកខាងឬដេកកដាលនោះគឺតុលាការយុត្តិធម៌អន្តរជាតិបើនៅតែយើងព្រៀបចរចាជាលក្ខណៈឯកតោភាគីឬក៏ចរចាជាលក្ខណៈស្អីផ្សេងហ្នឹងវានៅតែដូចមនុស្សពីរនាក់ដណ្ដើមអ្នកដេកកដាលមិនដឹងអាណាដេកកដាលបើមនុស្សតែពីរនាក់ទៅមានអាណាដេកកដាលកើតដេកខាងណាក៏នៅតែខាងអញ្ចឹងដីហ្នឹងតែយើងដីហ្នឹងដីអញដែរដីខ្មែរដីហ្នឹងដីថៃហើយវាអត់មានម្នាក់ទៀតមកប្រាប់ថាដីហ្នឹងបោះអានេះទេវាអត់ដឹងអញ្ចឹងដល់អញ្ចឹងចាំបាច់អ្នកណាជាអ្នកប្រាប់តុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្តីរឿងនឹងឲ្យបន្ទាប់មកចាំបោះឲ្យគណៈកម្មការព្រំដែនជាអ្នកសម្រេចដើម្បីបោះបង្គោលបញ្ចប់សង្ឃឹមថានៅក្នុងអាណត្តិទី7នេះ
នឹងមិនបន្តរហូតដល់អាណត្តិទី8 9 10ណាហើយក៏មានវត្តមានអ្នកនយោបាយចាស់ដែលបានដឹងរឿងធ្វើទំនាក់ទំនងកិច្ចការអន្តរជាតិជាមួយពួកថៃតាំងពី79មកជាមួយវៀតណាមតាំងពី79មកនៅមានជីវិតរស់នៅមានវត្តមានរស់នៅដែលពួកគាត់បានទទួលដឹងឮថាគាត់ធ្លាប់ធ្វើ MOU ពីឆ្នាំនេះធ្លាប់ធ្វើទំនាក់ទំនងពាណិជ្ជកម្មពីឆ្នាំនេះអញ្ចឹងហើយទាន់មានវត្តមានពួកគាត់នៅរូតធ្វើកិច្ចការហ្នឹងដើម្បីបញ្ចប់នៅអធិការរវាងប្រទេសទាំងពីរកុំឲ្យវាខាតពេលវេលាណាគាត់ណារឿងឆ្លោះគ្នារឿងដីហ្នឹងក៏រ៉ាំរៃរហូតខ្លាយទៅជាជំងឺមួយដែលគេថាជំងឺហ្នឹងគឺជំងឺប្រជាប្រិយភាពហ្នឹងមិនមែនទេបើខ្មែរអង្គុយទៅគិតថាគេធ្វើហ្នឹងដើម្បីស្លឹកឆ្នោតទេថៃគេថាអូខ្មែរគិតអញ្ចឹងគេថាអញចូលដំណើរចូលលើថៃវាគិតថារឿងនយោបាយរបស់វាឯងតែវល់ខ្វល់ពីរឿងហ្នឹងតិចគេធ្វើអញ្ចឹងដើម្បីស្លឹកឆ្នោតទៅតិចគេធ្វើអញ្ចឹងដើម្បីស្លឹកឆ្នោតទៅថៃចូលមកពេញហើយតែចូលអត់ចេញទេពួកហ្នឹងកុំច្រឡំណាយកយើងបានតែមកចង្អាមឈរនៅហ្នឹងក្រាញដល់ងាប់ចោលនៅហ្នឹងអញ្ចឹងកុំគិតអីសោះកុំជាគិតថារឿងហ្នឹងនយោបាយខ្មែរគេធ្វើទេធ្វើមិនបាញ់មនុស្សងាប់អញ្ចឹងចេះតែធ្វើចេះតែគិតតែរឿងចង់បានថៃបានដៃកុំគិតគេបំពេញអញ្ចឹងគេបានគេកុំអង្គុយចោតគ្នាឯងថាធ្វើអញ្ចឹងដើម្បីស្លឹកឆ្នោតអត់ទេដល់ពេលបាច់ឆ្នោត2000ដក28ដកបានទៅត្រូវធ្វើអញ្ចឹងទៅ26 27 23 2 3ឆ្នាំទៀតតាមិនរូបធ្វើនយោបាយចិត្តអត់ទេកុំឲ្យថៃមើលចំណុចខ្សោយឃើញណារួមគ្នាណារួមចិត្តរួមកំណត់មូលមតិគ្នាធ្វើម៉េចរុញពីក្រោយរដ្ឋាភិបាលឲ្យមានកម្លាំងចលករណាឲ្យមានកម្លាំងចលករផ្ទះមួយមានសសរកឡោហើយនឹងជើងរៀងណាកាលណាជើងរៀងមិនខ្សោយអាលុំកឡោខ្សោយក៏អាលុំដែរចាំបាច់ទាំងជើងរៀងទាំងកឡោត្រូវតែរឹងប៉ឹងដាក់ពាក្យបណ្ដឹងកុំមានការយោគយល់ទោះបីចាញ់ឈ្នះអីឲ្យតុលាការជាអ្នកសម្រេចបើចាញ់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិឲ្យវាដឹងថាបាត់ដីទៅគេតែសំខាន់ដល់ការដាក់ទៅថាយើងទៅចាញ់គេអត្តពលយើងទៅចាញ់គេតុលាការវាតែផ្អៀងទៅរកអាអ្នកមានលុយហើយទៅហើយអញ្ចឹងមែនណានាំគ្នាធ្វើបាតកម្មលុបអាតុលាការចូលតែហ្មងនោះមែនតាបើសិននេះវាចាញ់ទៀតប៉ុន្តែកលាឈ្នះ 100% បើកម្ពុជាទៅបញ្ចប់ការឡាយនេះអរគុណជំរាបលា